Và sự đây là đó nàyថ្ងៃនេះសូមយកផ្កាម្លិះមកអានចែករំលែកជូនអ្នកនរគ្នាដើម្បីដឹងពីអត្ថន័យនិងខ្លឹមសារពិសេសរបស់ផ្កាម្លិះដែលយើងមិនធ្លាប់ដឹងផ្កាម្លិះត្រូវបានគេហៅថា Jasmine ជាភាសាអារ៉ាប់ក្លិនក្រអូបដែលយើងធ្លាប់ស្គាល់និងគួរឲ្យស្រឡាញ់នៃផ្កាម្លិះគេអាចហៅបានម្យ៉ាងទៀតថា Jasminum grandiflorum វាជាផ្កាដែលមានប្រជាប្រិយពីពេញពិភពលោកផ្កាវារាងជាបំពង់ពណ៌សធំរុក្ខជាតិមានដើមកំណើតនៅអាស៊ីខាងជើងឥណ្ឌាប៉ាគីស្ថាននិងតំបន់ពាយ័ព្យនៃហិមាល័យនៅផ្នែកខ្លះនៃពិភពលោកក្នុងប្រវត្តិសាស្ត្រវាត្រូវបានគេប្រើដើម្បីជាឱសថរងាប់អារម្មណ៍នៅសតវត្សទី16ផ្កាម្លិះត្រូវបានគេណែនាំដល់អឺរ៉ុបហើយភ្លាមនោះវាបានក្លាយជាការបន្ថែមដ៏ពេញនិយមនៅក្នុងសិល្បៈនៃការផលិតទឹកអប់ផ្កានេះត្រូវបានគេប្រមូលនាពេលព្រឹកនៅពេលពួកវាបង្កើតក្លិនក្រអូបខ្លាំងបំផុតមុនពេលថ្ងៃរះនៅក្នុងប្រវត្តិវប្បធម៌ឥណ្ឌាមានរឿងព្រេងមួយនិយាយពីបុព្វហេតុដើមដែលផ្កាម្លិះរីកនៅពេលយប់នៅក្នុងទេវកថារៀបរាប់ថាព្រះនាងសូរិយាទេវីបានធ្លាក់អន្លង់ស្នេហ៍ជាមួយអតិទេពមួយអង្គប៉ុន្តែគួរឲ្យសោកសៅនិងរន្ធត់បំផុតព្រះនាងអង្គនេះធ្វើអត្តឃាតក្រោយអតិទេពដែលជាម្ចាស់បេះដូងបានក្បត់ចិត្តនៅគ្រប់ទីកន្លែងដែលធាតុរបស់ព្រះនាងបានខ្ចាត់ខ្ចាយទៅដល់វាក៏ដុះជាផ្កាដ៏ស្រស់ស្អាតប៉ុន្តែដោយសារតែអតិទេពនៃព្រះអាទិត្យបានធ្វើឲ្យព្រះនាងខូចចិត្តទើបបានជាផ្កាមិនព្រមរីកក្លិនក្រអូបនៅពេលថ្ងៃតែបែរជាបញ្ចេញក្លិនក្រអូបនាពេលយប់វិញខ្លឹមសារផ្កាម្លិះត្រូវបានគេនិយាយថាជួយបង្កើនភាពច្បាស់លាស់ខាងផ្លូវចិត្តនិងជំរុញចំណាប់អារម្មណ៍ថ្មីនៅក្នុងវិស័យឱសថគេប្រើប្រេងក្រអូបពីផ្កាម្លិះដើម្បីព្យាបាលនិងជួយបំបត្តិភាពនឿយហត់ជំរុញការសម្រាកលំហែការធ្លាក់ទឹកចិត្តព្រមទាំងជាជំនួយក្នុងការធ្វើសមាធិផ្កាម្លិះទទួលបានគេឈ្មោះជាប្រវត្តិសាស្ត្រជាយូរលង់ណាស់មកហើយនិងត្រូវបានគេនិយាយថាជារុក្ខជាតិនៃសេចក្តីស្រឡាញ់ដែលអាចជះឥទ្ធិពលវិជ្ជមានដល់ភេទទាំងពីរទៀតផងនៅក្នុងទំនៀមទម្លាប់របស់ឥណ្ឌាវាត្រូវបានប្រើដើម្បីបញ្ឈប់លំហូរនៃទឹកដោះនៅពេលបំបែកដោះកូនដោយលាបផ្កាដែលច្របាច់ស្រស់ទៅលើសូដន់ម្ដាយចំពោះប្រជាជនមួយចំនួនផ្កានេះត្រូវបានគេចាត់ទុកថាជាផ្កាដ៏បរិសុទ្ធរបស់ព្រះកាមាដែលជាអាទិទេពនៃសេចក្តីស្រឡាញ់របស់ហិណ្ឌូនៅក្នុងវប្បធម៌ហិណ្ឌូផ្កាម្លិះក្រអូបត្រូវបានភ្ជាប់ជាមួយគ្នានិងផ្ដល់អំណោយដល់មនុស្សជាទីស្រឡាញ់និងភ្ញៀវកិត្តិយសតាមប្រពៃណីឥណ្ឌាផ្កាម្លិះក៏ត្រូវបានប្រើជាភួងកូនក្រមុំនៅក្នុងពិធីមង្គលផងដែរវត្តមាននៃផ្កាម្លិះនៃខ្លឹមសារដែលមានក្លិនក្រអូបរបស់ផ្កាម្លិះនៅក្នុងពិធីមង្គលការត្រូវបានគេគិតជាការធានានៅសេចក្តីស្រឡាញ់ដ៏អស់កលល្បិចរវាងកូនក្រមុំនិងកូនកំលោះបាទនេះជាអត្ថន័យខ្លឹមសារដែលគេនិយាយអំពីផ្កាម្លិះបាទដែលយើងមិនធ្លាប់ដឹងបាទអញ្ចឹងយើងដឹងទាំងអស់គ្នាអូខេ